ទុស្រថៃបាទថ្មីនេះគឺលោកអនុទិនបាទបានទៅចូលរួមបនសពអតីតនាយករដ្ឋមន្ត្រីគណៈបកភឿថៃបងប្អូននៅឯទីក្រុងបាងកកប្រទេសថៃណាហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនាយករដ្ឋមន្ត្រីបច្ចុប្បន្នអនុទិនគឺទៅក្រាបសំពះលោកអតីតគណៈបកភឿថៃគឺលោកតាក់ស៊ីនបងប្អូនបាទគឺសំពះអូនលំតូនដូចនៅក្នុងរូបភាពអញ្ចឹងបងប្អូនយើងឃើញថានាយករដ្ឋមន្ត្រីមួយទៅអូនសំពះអតីតនាយករដ្ឋមន្ត្រីតាក់ស៊ីនអញ្ចឹងមានន័យថាលោកតាក់ស៊ីនហ្នឹងគឺមិនមែនជាមនុស្សធម្មតាទេបងប្អូននៅក្នុងស្រុកថៃនៅក្នុងប្រទេសថៃគឺគណៈបកមួយដែលធំដែលចាស់វស្សាហើយដែលប្រជាជនថៃតែងតែគោរពស្រឡាញ់បងប្អូនហើយគណៈបកហ្នឹងគឺកើតយូរហើយបងប្អូនបាទកើតយូរហើយអំណាចធំប្រហាក់ផែលនឹងស្ដេចថៃដែរទៅស្ដេចថៃខ្លាចគណៈបកភឿថៃនឹងបងប្អូនបាទដូច្នេះហើយឃើញរដ្ឋមន្ត្រីបច្ចុប្បន្នបាទរូបភាពនៅក្នុងវីដេអូដូចដែលបានទស្សនាបងប្អូនគឺសំពះខ្លាចតាក់ស៊ីនតែម្ដងបងប្អូនរដ្ឋមន្ត្រីបច្ចុប្បន្នអញ្ចឹងយើងមើលឃើញថាគោលនយោបាយរបស់គេគឺដើរបានស្អាតមែនទែនបងប្អូនគឺគេអោយអនុទិននឹងឡើងដើម្បីវាយខ្មែរយើងតែម្ដងបងប្អូនហើយចំពោះពួកវាគឺពួកវាជាកូនចៅវាទាំងអស់ហ្នឹងបងប្អូនបាទចាស់យើងទៅតាមដានព័ត៌មានខ្លីជាមួយនឹងខ្ញុំបាទដែលដកស្រង់ពីប្រភពលោកអ៊ំសំអាតដែលគាត់បានលើកឡើងបងប្អូនតោះអញ្ចឹងខ្ញុំនឹងអាននៅប្រភពហ្នឹងឲ្យពុកម៉ែបងប្អូនស្ដាប់ទាំងអស់គ្នាបាទលោកថាក់ស៊ីនបានចាប់ដៃជាមួយអនុទិនផ្សះផ្សាជាតិដើម្បីសងសឹកប្អូនធួរបស់គាត់បាទគឺលោកហ៊ុនសែនបាទបងប្អូនបាទដោយបន្តសង្គ្រាមនិងបន្តឈ្លានពានយកទឹកដីខ្មែរបន្ថែមទៀតរីឯត្រកូលហ៊ុនបន្តបំបែកបំបាក់ជាតិមិនដោះលែងអ្នកទោសមនសិការជាតិជាង100នាក់និងបន្តទ្រឹស្ដីងើបមួយវាយមួយបងប្អូនបាទហេតុនេះបាទបានជាត្រកូលរបស់លោកហ៊ុនគ្មានជំរឿអ្វីក្រៅពីបណ្ដែតបណ្ដោយឲ្យថៃហ្នឹងបាទវាយទេបាទថៃឈ្លានពានយកទឹកដីខ្មែរស្រេចតែចិត្តនិងអង្វរលន់តួថៃដោយការយល់ព្រមកាត់ទឹកដីខ្មែរហ្នឹងឲ្យថៃដូរយកសន្តិភាពនិងអំណាចផ្ដាច់ការបងប្អូនបាទតពូជត្រកូលវងត្រកូលរបស់ត្រកូលហ៊ុនបាទខ្មែរមានជំរើសមានពីរជំរើសបងប្អូនបាទមួយទាមទារឲ្យត្រកូលហ៊ុនចុះចេញអំណាចដើម្បីបើកផ្លូវឲ្យមានមេដឹកនាំថ្មីក្នុងការទាមទារទឹកដីខ្មែរមកវិញដោយការប្តឹងថៃទៅតុលាការអន្តរជាតិបាទ2ឲ្យត្រកូលហ៊ុនបន្តកាន់កាប់អំណាចតទៅទៀតហើយត្រកូលហ៊ុននឹងកាត់ទឹកដីឲ្យថៃដើម្បីដូរយកសន្តិភាពនិងអំណាចផ្ដាច់ការតពូជរបស់ត្រកូលហ៊ុនបាទបងប្អូនបាទប្រមេបងប្អូនសម្រាប់ព័ត៌មានថ្ងៃនេះខ្ញុំសូមដកស្រង់ចេញពីប្រភពលោកអ៊ំសំអាតបានគាត់បានលើកឡើងសរសេរនៅក្នុងរូបភាពដែលនាយករដ្ឋមន្ត្រីអនុទិនបានទៅសម្ភាសអូនលំតូននាយករដ្ឋមន្ត្រីថៃបាទចំពោះព័ត៌មានខ្លីរបស់ខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះបាទបើមានកំហុសខុសឆ្គងណាមួយបាទសូម comment នៅក្នុងខាងក្រោមដោយកែលម្អបាទសូមអរគុណសម្រាប់ការតាមដានបាទកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបើពុកម៉ែបងប្អូនពេញចិត្តនៅវីដេអូខ្ញុំបាទសូមអរគុណសូមជម្រាបលាបាទ